មានថ្ងៃមួយមានឡានក្រុងមួយកំពុងតែធ្វើដំណើរមកដល់កន្លែងនោះស្រាប់តែមានបុរសម្នាក់ដែលកំពុងតែស្ពាយកាតាបចេញមកគាត់បានសម្លឹងមើលទៅលើអគារស្រាប់តែមានស្នាមបាក់បែកគាត់ស្មានតែជាអ្វីនោះស្រាប់តែគាត់ដើរឃើញបុរសម្នាក់កំពុងតែឈរនៅសម្លឹងទៅខាងទៀតគាត់ក៏ដើរមកដល់ជិតភ្លាមគាត់ក៏សម្លឹងឃើញចចកបិសាចមួយយ៉ាងធំកំពុងតែចង់ប្រយុទ្ធជាមួយបុរសនោះហើយក៏បុរសនោះចាប់ផ្ដើមរួចបុរសម្នាក់ទៀតចេញឆ្លុះចូលទៅក្នុងនោះស្រាប់តែមួយសន្ទុះមានសត្វចចកបើកចេញមកក្រៅវិញស្មានតែជាអ្វីការពិតជាបុរសកម្លាំងយក្សដែលបានប្រយុទ្ធជាមួយនឹងចចកសោះបុរសកម្លាំងយក្សបានដាក់ចចកមួយដៃឡើងផាំងចាប់ជើងកាច់បំបាក់ជើងចចកខឹងខ្លាំងពេកក៏បញ្ចេញដៃមានក្រញាំ3ចាប់ផ្ដើមមកលើបុរសម្នាក់នោះស្រាប់តែបុរសម្នាក់នោះកំពុងតែដើរសំដៅទៅរកចចកនោះវិញហើយចចកក៏ខឹងខ្លាំងមែនទែនបុរសនោះក៏ខឹងខ្លាំងណាស់ដែរបុរសក៏ប្រយុទ្ធគ្នាបើឆ្ងាយពីអគារធំធ្លុះដីប្រេះក្រោះហែងបែកបាក់តិចខ្ទីតែម្ដងបុរសកម្លាំងយក្សកំពុងតែតស៊ូនឹងចចកនោះស្រាប់តែចចកនោះខ្លាំងមែនទែនមានយុទ្ធសាស្ត្រដៃ4ស្រាប់តែមកកំចាត់បុរសម្នាក់នោះហើយបុរសកម្លាំងយក្សបានវាយដណ្ដប់ទៅលើចចកព្រៃនោះស្រាប់តែចចកនោះស្រែកជំទាវខ្លាំងថាអូយហើយមានកូនឆ្កែមួយកំពុងតែមកព្រុសហើយបុរសកម្លាំងយក្សក៏ខ្លាំងមែនទែនក៏ស្ទុះបាត់ទៅ